ប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀពូទីនត្រូវបានប្រទេសជាច្រើនចាត់ទុកថាជាជនផ្ដាច់ការកំពូលនៅក្នុងវិមានក្រឹមឡាំងគាត់កំពុងប្រឈមនឹងវិបត្តិផ្ទៃក្នុងដ៏ធំមួយព័ត៌មានថ្មីបានរាយការណ៍មកថាលោកពូទីនកំពុងធ្វើការបោសសម្អាតផ្ទៃក្នុងកងទ័ពរបស់ខ្លួនការបោសសម្អាតនេះបានចាប់ផ្ដើមជាមួយនឹងការចាប់ខ្លួនឧត្តមសេនីយ៍តូយូរីសារីស្គីនមេបញ្ជាការកងវីរសេនាតូចលេខ51គាត់ត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងពុករលួយនិងទទួលសំណូកការចាប់ខ្លួននេះបានធ្វើឡើងនៅក្នុងតំបន់អ៊ុយក្រែនហើយតុលាការមូស្គូបានសម្រេចថាគាត់មានកំហុសការចាប់ខ្លួននេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះឧត្តមសេនីយ៍តូរូបនេះធ្លាប់ជាមេបញ្ជាការប្រយុទ្ធសំខាន់និងទទួលមេដាយវីរៈជនពីលោកពូទីនផ្ទាល់អ្នកសង្កេតការណ៍បានឃើញថាការចាប់ខ្លួននេះជាសញ្ញាថាពូទីនកំពុងបាត់បង់ទំនុកចិត្តលើមន្ត្រីជាន់ខ្ពស់របស់ខ្លួនការបោសសម្អាតផ្ទៃក្នុងមិនមែនជារឿងថ្មីទេលោកពូទីនធ្លាប់ដកហូតតំណែងមន្ត្រីជាន់ខ្ពស់ជាច្រើននៅក្នុងក្រសួងការពារជាតិរុស្ស៊ីប៉ុន្តែការចាប់ខ្លួនឧត្តមសេនីយ៍តូដែលឈរជើងនៅក្នុងសមរភូមិជួរមុខគឺជាការបង្ហាញថាវិបត្តិនេះកំពុងតែធ្ងន់ធ្ងរឡើងអ្នកវិភាគបានបញ្ជាក់ថាការបោសសម្អាតនេះគឺបង្ហាញពីការខកចិត្តរបស់លោកពូទីនចំពោះកងទ័ពវាអាចបង្ហាញថាកងទ័ពរបស់រុស្ស៊ីកំពុងប្រឈមមុខនឹងបញ្ហាផ្ទៃក្នុងដូចជាការខ្វះភាពក្លាហានការទទួលខុសត្រូវនិងការបាត់បង់ទំនុកចិត្តការចាប់ខ្លួនឧត្តមសេនីយ៍តូយូរីសារីស្គីនមិនត្រឹមតែជាការបោសសម្អាតផ្ទៃក្នុងនោះទេប៉ុន្តែវាជាសញ្ញាបញ្ជាក់ថាលោកពូទីនកំពុងប្រឈមនឹងវិបត្តិដ៏ធំមួយនៅក្នុងកងទ័ពរបស់ខ្លួនវីដេអូនេះនឹងពិភាក្សាអំពីផលប៉ះពាល់នយោបាយដែលអាចកើតឡើងការផ្លាស់ប្ដូរដ៏សំខាន់នៅក្នុងប្រទេសរុស្ស៊ី